វាសួរម៉ែបងប្អូនប៉ាខ្ញុំក៏ចង់ពិសាសុខទៀតហើយដូច្នេះក៏បានទិញឆ្អឹងករួមនឹងសាច់គោជាប់ខ្លាញ់សាច់យូរហ្នឹងខ្លះយកមកស្ងោរស៊ុបហើយនេះខ្ញុំបានសោះហើយឆ្អឹងស៊ុបមានប្រហែលជា10ដុំហើយសាច់ខ្ញុំហាន់ទៅបានប្រហែលជា10ដុំដែរបងប្អូនថ្ងៃនេះគឺធ្វើតែបន្តិចទេដោយសារញ៉ាំទៅហើយខ្ញុំក៏បានបន្ថែមបាស៊ីកូចំនួនកន្លះគីឡូដោយសារតែខ្ញុំចូលចិត្តញ៉ាំបាសច្រើនជាងសាច់ទៀតដូច្នេះខ្ញុំដាក់បាស៊ីកូចំនួនកន្លះគីឡូខ្ញុំបានដាក់ការ៉ុតមានល្ហុងនេះគឺបានពណ៌ក្រហមល្អហើយមានម្នាស់ធំចំនួន2ផ្លែហើយមានជីរណាមានខ្ទឹមមានអមហ្នឹងបងប្អូនហើយសាច់ក្រូចយើងទឹកបងចូលក្នុងឆ្នាំងសុកណាទៀតទៅហើយឆ្លៀតបាត់ដុតនេះដុតខ្ទឹមបារាំងដុតម្ដេងដុតគល់ខៃបងប្អូនដុតអស់គឺដាក់ឲ្យពុំតិចហើយខ្ញុំបងសាច់គោចូលតែម្ដងដាក់ឆ្អឹងគោរស់ទាំងសាច់មានទាំងប្រមាណហ្នឹងដាក់ចូលមកងាស់ចូលគ្នាតែម្ដងបងប្អូនចាខ្ញុំក៏បានដាក់ម្នាស់ចូលហើយដែរព្រោះយើងមកទៅឆាប់ផុយយើងដាក់ម្នាស់ចូលទៅឆាប់ផុយខ្ញុំដាក់ដាំវាឲ្យពុះបន្តិចសិនហើយខ្ញុំដងនៅពពុះនេះខ្មៅចេញមកដើម្បីធ្វើទឹកស៊ុបយើងថ្លាល្អចាខ្ញុំដងពពុះនឹងចេញឲ្យស្អាតហើយបានខ្ញុំទុកដាក់បងគ្រឿងតពីដងពពុះចេញអស់ហើយគឺដាក់គ្រឿងបងប្អូនមានអំបិលស្ករប៊ីចេងទឹកត្រីហើយនឹងដុំស៊ុបខ្នុរចាដាក់គ្រឿងទាំងអស់ចូលគ្នាទាំងអស់ហើយខ្ញុំបង្ងាស់រយៈពេល40នាទីបងប្អូនបន្ទាប់ពីបង្ងាស់បាន40នាទីហើយឥឡូវនេះគឺខ្ញុំចាប់ដើមបងបន្លែចូលមានក្របមានល្ហុងមួយយើងបងចូលមកបងប្អូនហើយរួមទាំងបាស៊ីកូអីហ្នឹងបងចូលហើយញ៉ាំហើយខ្ញុំបង្ងាស់ថែមរយៈពេល20នាទីទៀតដំបូងរបស់ខ្ញុំគឺបានឆ្អិនរៀបរយបងប្អូនតែខានេះអត់ទាំងអស់គឺទិញបន្ថែមរហូតដល់ស្អាតតែខ្ញុំចូលចិត្តញ៉ាំដូចជាគេហៅថាមីសួរប្រទេសភ្នំពេញនោះហើយនឹងមានមីយើងមានអីហ្នឹងបងប្អូនខ្ញុំចោលប៉ាខ្ញុំជំនួសចានណាហើយ